បាទអ្នកទាំងអស់គ្នាកំពុងពិចារណាក្នុងការដាក់ពាក្យមកធ្វើការនៅក្រុមហ៊ុន Orkin កម្ពុជាហើយកំពុងមានចម្ងល់និងស្ទាក់ស្ទើរក្នុងការដាក់ពាក្យជាមួយក្រុមហ៊ុនវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់កាន់តែច្បាស់អំពីក្រុមហ៊ុន Orkin កម្ពុជាជំរាបសួរខ្ញុំឈ្មោះជាតាសូមស្វាគមន៍មកកាន់ Orkin Inside Podcast អ៊ីពីសូតទី1និយាយអំពីតើអ្វីទៅដែលបុគ្គលិកឬក៏បេក្ខជនតែងតែគិតមុនពេលនិងក្រោយពេលចូលធ្វើការជាមួយនឹងក្រុមហ៊ុន Orkin កម្ពុជាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកជួបវតីគាត់គឺជា Customer Relationship Supervisor ដែលគាត់បាននឹងកំពុងបម្រើការងារនៅក្រុមហ៊ុនរបស់យើងអស់រយៈពេល6ខែជាងមកហើយអញ្ចឹងគាត់នឹងចែករំលែកពីទស្សនៈរបស់គាត់មុនពេលដែលគាត់ចាប់ផ្ដើមធ្វើការជាមួយនឹងក្រុមហ៊ុន Orkin ហើយនឹងរយៈពេល6ខែដែលគាត់បានធ្វើការជាមួយនឹងក្រុមហ៊ុនរបស់យើងអញ្ចឹងយើងមកជួបគាត់ទាំងអស់គ្នាជំរាបសួរវតីចាជំរាបសួរបងសុខសប្បាយអូនសុខទុក្ខធម្មតាបងមិនដែរការងារមួយរយៈនេះអត់អីទេការងារទៅរលូនចាអត់អីទេដើមឆ្នាំខែ1ដល់រលូនអញ្ចឹងល្អ positive side អីឆ្អាងក៏សុបាយចិត្តដែរណាអូខេអញ្ចឹងចុះសុខភាពវិញអត់អីទេបងសម្រាប់សុខភាពគឺប្រែប្រួលតាមអាកាសធាតុយ៉ាងណាក៏យើងព្យាយាមថែទាំទាំងអស់គ្នាអញ្ចឹងព្រោះអីមួយរយៈនេះបងឃើញបុគ្គលិកយើងផ្ដាសាយច្រើនមើលបច្ចុប្បន្នបងកំពុងតែផ្ដាសាយដែរព្រោះតិចក្តៅទៅយើងពិបាកសម្របដែរតែអីយើងមាន first aid អូខេអញ្ចឹងឥឡូវយើងមកចូលសំណួររបស់យើងបើតើបងចង់ដឹងតិចបានទេអូនឯងដឹងព័ត៌មានការងារជាមួយនឹងក្រុមហ៊ុនយើងតាមណាដែរសម្រាប់ខ្ញុំកាលពីដំបូងឡើយកំពុងតែស្វែងរកការងារក្នុងចៃដន្យអីអូ social media ទៅក៏បានឃើញព្រោះឥឡូវចង់ស្វែងរកការងារស្រួលលើយើងអូតាម social media មកខ្វាច់មកឃើញការងារហ្នឹងកាលនោះអូ LinkedIn នៅពេលដែលអូទៅក៏ប៉ះជាមួយនឹង Orkin ហើយកំពុងតែឃើញannouncement ពី position ដែលយើងចាប់អារម្មណ៍ដែរអញ្ចឹងក៏ apply មកតែម្ដងចាអូខេមានបានស្គាល់ Orkin ពីមុនមកអត់ក្រោយពីបានឃើញផុសបើយើងផុសនៅលើ LinkedIn ហ្នឹងណាកាលពីមុនធ្លាប់ឮ Orkin អញ្ចឹងណាគាត់ដឹងជាក្រុមហ៊ុនកម្ចាត់សត្វល្អិតប៉ុន្តែក៏អត់ទាន់បានស្វែងយល់អីបន្ថែមដែរគាត់គិតថាចង់ explore បន្ថែមក៏ដាក់ពាក្យមកតែម្ដងចុះយល់ឃើញថាម៉េចថាក្រុមហ៊ុន Orkin ហ្នឹងបន្ទាប់ពីបានជួបសម្ភាសជាមួយ HR ជុំទី1បាន HR គាត់ណែនាំពីព័ត៌មានមួយចំនួនអញ្ចឹងក៏បានដឹងបន្ថែមថា Orkin គឺជាក្រុមហ៊ុនគ្រប់គ្រងសត្វល្អិតមានការទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិកហើយជាក្រុមហ៊ុនដែលធំជាងគេអញ្ចឹងទៅអញ្ចឹងកាលនោះទៅពេលដឹងហើយក៏អត់សូវស្ទាក់ស្ទើរនៅក្នុងការដែលសម្រេចចិត្តចូលរួមដែរពេលមកនឹងសុភាមិនដងសម្ភាតែម្ដងទេកាលនោះព្រោះដោយសារចៃដន្យអី HR គាត់សម្ភាសផងហើយ hiring manager សម្ភាសតែមួយក្នុងពេលតែមួយតែហ្មងអញ្ចឹងណាអញ្ចឹងអត់ខាត់ជើងហ្មងហ្នឹងហើយយើងព្យាយាមបត់បែនទៅតាម hiring manager ក៏ដូចជា candidate ដែរអញ្ចឹងណាអូខេអញ្ចឹងមិនដូចបង mention អញ្ចឹងវតីបានធ្វើការមួយយើងប្រហែលជា6ខែជាងហើយវាអត់លឿនពេកក៏អត់យូរពេកដែរអញ្ចឹងខ្ញុំគិតថាវតីអាចចែករំលែកពីអារម្មណ៍ដែលក្រោយពីចូលធ្វើការជាមួយនឹង Orkin ហើយថាយល់ឃើញមិនតាក់ទងជាមួយនឹងក្រោយពីបានចូលធ្វើការជាមួយក្រុមហ៊ុនរបស់យើងចានិយាយត្រឡប់ទៅវិញមុនពេលដែលចូល Orkin ខ្ញុំតែងតែគិតថា Orkin គឺជាក្រុមហ៊ុនបាញ់ថ្នាំហើយអ្វីដែលសម័យដល់គឺរូបភាពស្ពេធុងបាញ់ថ្នាំអញ្ចឹងទៅបាញ់ផ្សែងបាញ់អីតាមរៃតាមផ្ទះតែជាក់ស្ដែងនៅពេលដែលបានចូលរួមជាមួយនឹង Orkin មួយរយៈខ្ញុំចាប់ផ្ដើមស្វែងយល់ថាតាមពិត Orkin មិនមែនអញ្ចឹងទេតែពិត Orkin ជាក្រុមហ៊ុនដែលគេប្រើប្រាស់នៅវិធីសាស្ត្រចម្រុះនៅក្នុងការគ្រប់គ្រងសត្វល្អិតអស់ទាំងហ្នឹងហើយគេផ្ដោតទៅលើការការពារជាងកម្ចាត់អញ្ចឹងបានន័យថាគេមិនមែនទៅដល់ដឹងតែសម្លាប់ទៅដល់ដឹងតែកម្ចាត់ទេអញ្ចឹងហើយចំណុចដែលពិសេសគឺមានតម្លៃសមរម្យហើយនឹងគេគិតគូរទៅដល់បរិស្ថានទៀតផងចា៎ហ្នឹងហើយការគិតគូរដល់បរិស្ថានគឺសំខាន់សម្រាប់គោលការណ៍របស់ Orkin ព្រោះខ្ញុំក៏ធ្លាប់បានរៀនដែរអូខេចុះអុយតាក់ទងជាមួយនឹងបរិយាកាសការងារក៏ដូចជាមិត្តរួមការងារឬក៏ឱកាសផ្សេងៗនៅក្រុមហ៊ុនមិនដែរនៅទីនេះយើងបើនិយាយពីបរិយាកាសការងារគឺវាល្អច្រើនដោយសារអ្វីដែលខ្ញុំសង្កេតឃើញនៅពេលដែលខ្ញុំចូលរួមចំណុចទី1គឺទៅលើ technician របស់យើង technician របស់យើងកាលពីដើមឡើយខ្ញុំសម័យដូចសំណួរដែលបងបានសួរមុនហ្នឹងអញ្ចឹងខ្ញុំមើលឃើញមិនហ្នឹងឃើញថាអូគេជាក្រុមហ៊ុនបាញ់ថ្នាំអញ្ចឹងអ្វីដែលខ្ញុំសម័យទៅលើអ្នកបច្ចេកទេសរបស់យើងហ្នឹងក៏
ជាអ្នកបាញ់ថ្នាំដូចគ្នាតែជាក់ស្ដែងនៅពេលដែលចូលមកអត់អញ្ចឹងទេតាមពិតពួកគាត់ធ្វើការមានវិជ្ជាជីវៈរបស់គាត់រាល់ពេលដែលគាត់ទៅធ្វើសេវាកម្មគាត់មានឧបករណ៍គ្រប់គ្រាន់របស់គាត់ព្រោះដូចយើងដឹងអញ្ចឹងគាត់ប្រើវិធីសាស្ត្រចម្រុះមិនមែនតែបាញ់ថ្នាំទេអញ្ចឹងគាត់ទៅដល់មានវិជ្ជាជីវៈរបស់គាត់ហើយអ្វីដែលកាន់តែតាក់ទាញចំណាប់របស់ខ្ញុំគឺពួកគាត់តនុយស្អាតរហូតចឹងណានិយាយសង្ហាហ្មង technician របស់ខ្ញុំហ្នឹង policy របស់ក្រុមហ៊ុនយើងណាពួកគាត់ត្រូវតែខ្ញងចាគាត់ភ្លឹងទៅរហូតចឹងណាចឹងគាត់ technician level pro ហើយរាល់ថ្ងៃហ្នឹងចឹងហើយកាលពីមុនខ្ញុំគិតថាពួកគាត់ធ្វើការកណ្ដាលថ្ងៃធ្វើអីចឹងទៅបែកញើសបែកអីតែតាមពិតអត់ចឹងទេអូខេហើយចំណុចមួយទៀតតកតងជាមួយនឹងកម្មវិធីរបស់ HR នៅទីនេះHR យើងមានកម្មវិធីលើកទឹកចិត្តច្រើនណាមិនថាតូចមិនថាធំឯងមានរហូតចឹងណាហើយនឹងតកតងជាមួយនឹងសំណូមពរជាមួយនឹងសំណើផ្សេងៗមកបុគ្គលិកគឺគាត់តែងតែយកទៅពិចារណាហើយនឹងឆ្លើយតបតាមលទ្ធភាពរបស់ពួកគាត់វិញឃើញបានមិនសិនតកតងជាមួយនឹងHR initiative អីចឹងអាចរៀបរាប់តិចបានទេបានមានអីគេខ្លះចំពោះកម្មវិធីរបស់ HR នេះដូចឧទាហរណ៍ថាឥឡូវជិតចុះឆ្នាំចិនហើយទៀតថ្ងៃអាចមានចាប់អង្ប៉ៅចាប់អីចឹងទៅតសង្ឃឹមថាតហើយឆ្នាំនេះមើលចាប់អង្ប៉ៅមើលបងចូលនៅនេះពី3ឆ្នាំហើយនេះជាឆ្នាំទី3បើថាចាប់អង្ប៉ៅ2ឆ្នាំហើយចាប់បានតែ10000គេណោះស្តា100 200ជាងអីចឹងទៅឥឡូវសង្ឃឹមថាឆ្នាំនេះហេកសុំហេងខ្លួនឯងណាចាអូខេហើយមួយទៀតចិត្តចូលឆ្នាំខ្មែរអញ្ចឹងយើងអាចមានលេងល្បែងជាប្រៃចាប់អំបន់អីចឹងទៅអញ្ចឹងទោះបីតូចឬក៏ធំសบายទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងវាជួយឲ្យបុគ្គលិកហ្នឹងគាត់មានទឹកចិត្តធ្វើការបន្តទៀតអញ្ចឹងណាចាមែនតើទៅនៅយើងមិនតាមានតែ1 2 3កម្មវិធីឯង plan របស់ HR គឺមានរាល់ខែមានរាល់ខែយើងធ្វើរាល់ខែនេះចឹងធ្វើអីគេឲ្យបុគ្គលិកយើង surprise ហ្នឹងហើយចាអញ្ចឹងខ្ញុំធៀមខ្លួន surprise ដែរអូខេត្រូវហើយយើងបុគ្គលិកអូខេមានអីបន្ថែមទៀតទេតកតងជាមួយនឹងចំណុចអស់នេះមួយទៀតគឺទៅលើថ្នាក់ដឹកនាំរបស់យើងមិនថាទាំងhiring manager របស់យើងមិនថា top management គឺគាត់តែងតែយកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខរបស់យើងពេលជួបបញ្ហាអីចឹងទៅគាត់តែងតែមានដំណោះស្រាយឲ្យចឹងណាអញ្ចឹងរាល់សំណូមពររាល់សំណើរបស់យើងគាត់តែងតែយកទៅគិតនិយាយទៅមិនខុសពី HR ហ្មងទេគាត់ធ្វើការគោលដៅតែមួយក្នុងការលើកទឹកចិត្តបុគ្គលិកដូចគ្នាចាឡើយនោះខ្ញុំពិតជាទទួលស្គាល់ពីព្រោះអីជាពិសេសមិនថាលើបែ department head ទេសូម្បីតែgeneral manager ទោះបីជាគាត់នៅ level ប៉ុណ្ណាក្រោយក៏គាត់មានopen mind យើងអាចទៅជួបគាត់គ្រប់ពេលវេលាមិនថាតើតា department head ដែលក្រុមគាត់ទៅជួបគាត់ទេបុគ្គលិកធម្មតាក៏អាចទៅជួបគាត់ភាសាបានដែរហ្នឹងហើយអញ្ចឹងឆ្លប់បញ្ចាំងថាមេដឹកនាំនៅនេះគ្រប់ផ្នែកគ្រប់គេហៅថា layer នឹង10ថ្នាក់ហ្នឹងសិតតែល្អទាំងអស់អ៊ីរៀងអួតក្រុមហ៊ុនខ្លួនឯងជាក់ស្ដែងចឹងមែនចាជាក់ស្ដែងចឹងមែនអូខេអញ្ចឹងចុះតាក់ទងជាមួយនឹងក្រុមការងារមិនដែរជាមួយនឹងក្រុមការងារគឺយើងជួយsupport គ្នារកបញ្ហាមួយចំនួនអីដែលកើតឡើងអញ្ចឹងទៅយើងតែងតែជួយដោះស្រាយគ្នាអញ្ចឹងណាដោយថាអ្នកខ្លះគាត់ធ្លាប់ឆ្លងកាត់បញ្ហាហ្នឹងពីមុនមកគាត់មានបទពិសោធន៍ជាងគាត់មកជួយ guide អ្នកដែលគាត់អត់ធ្លាប់មានបទពិសោធន៍អញ្ចឹងទៅអញ្ចឹងជួនកាលទៅមុននឹងទៅដល់ hiring manager យើងក៏អាចជួយគ្នាដោះស្រាយបានដែរចាអញ្ចឹងនៅទីនេះគឺយើងជួយគ្នាទៅវិញទៅមកចាត្រូវហើយព្រោះអីយើងមានវប្បធម៌ត្រូវចិត្តល្អចេះជួយគ្នាទៅវិញទៅមកចាជាគោលការណ៍របស់ហ្នឹងហើយជាគោលការណ៍របស់អគិនអូខេវតីអាចចែកម្លែកតិចបានអត់ដូចជា advice ចុះទៅកាន់បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើឬក៏គាត់ស្ទាក់ស្ទើរថាក្រុមហ៊ុននឹងល្អអត់សម្រាប់ឲ្យគាត់ជ្រើសរើសធ្វើជាកន្លែងការងាររបស់គាត់អីចឹងណាអញ្ចឹងអាចចែកម្លែកតិចបានទេចាបងដើម្បីជាការផ្ដាំផ្ញើទៅដល់បេក្ខជនក៏ដូចជាបងប្អូនដែលកំពុងតែស្វែងរកការងារធ្វើខ្ញុំចង់ឲ្យគាត់គិតទៅលើ3ចំណុចធំទី1តើក្រុមហ៊ុនហ្នឹងស្របច្បាប់ដែរឬក៏អត់គោរពតាមច្បាប់ក្រសួងការងាររបស់យើងដែរអត់ទី2ទៅលើការដឹកនាំតើការដឹកនាំក្នុងក្រុមហ៊ុនហ្នឹងមិនដែរនិងទី3ទៅលើឱកាសក្នុងការរីកចម្រើនរបស់ពួកគាត់ផ្ទាល់អញ្ចឹងចំណុចទាំង3នេះគឺសំខាន់មិនថា
នៅក្នុងក្រុមហ៊ុនតូចឬក៏ក្នុងក្រុមហ៊ុនធំអីអញ្ចឹងបើសិនជាបេក្ខជនទាំងអស់គ្នាកំពុងតែស្វែងរកក្រុមហ៊ុនដែលមាន3ចំណុចនេះគឺអាចដាក់ពាក្យមកធ្វើការនៅ Orkin បានចាអញ្ចឹងដូចបតីបាននិយាយអញ្ចឹងថាក្រុមហ៊ុន Orkin យើងមាន3ចំណុចហ្នឹងអញ្ចឹងតាក់ទងជាមួយនឹងការក្រុមហ៊ុននឹងស្របតាមច្បាប់របស់ក្រសួងការងារអត់គឺថាតើក្រុមហ៊ុននឹងបាន register ទៅក្នុង MOC អត់ MOC ហ្នឹងគឺក្រសួងពាណិជ្ជកម្មហើយស្របតាមច្បាប់របស់ក្រសួងការងារនឹងអត់គឺយើង follow ទៅតាមច្បាប់ទាំងអស់អាចនិយាយបានថាច្បាប់ឈប់សម្រាកមានបសសនិយាយទៅឈឺច្បាប់អីចឹងច្បាប់ឈឺដូច OT មានថា OT ហ្នឹងគឺ overtime calculation ណាយើងគណនាប្រាក់ថែមម៉ោងស្របតាមច្បាប់របស់ក្រសួងការងារអញ្ចឹងកុំបារម្ភទៅ Orkin គឺមានហើយក្រៅគាត់ឲ្យនេះដែរឲ្យថែមម៉ោងខុសពីគោលការណ៍ដែរហ្នឹងហើយមួយទៀតគឺតាក់ទងជាមួយនឹងការបណ្ដោះបណ្ដាលនៅក្រុមហ៊ុនរបស់យើងគឺគ្រប់បុគ្គលិកទាំងអស់យើងអាចនិយាយបានថាមិនធំតែយើងអត់ដែរបានគិតថាតើតែបុគ្គលិកដែលចេញមកពីក្រុមហ៊ុនដែលជាក្រុមហ៊ុន pest control ដូចគ្នាទេទើបយើងយកអាចយកគាត់មកធ្វើការឬអីមានបទពិសោធន៍នៅក្នុងផ្នែកហ្នឹងគឺយើងអត់ដែរគិតទេឲ្យតែពួកគាត់មានឆន្ទៈមាន commitment ខ្ពស់មានអត្តចរិតល្អគឺគាត់អាចមកធ្វើការនៅក្រុមហ៊ុន Orkin របស់យើងបានហើយពីព្រោះ Orkin តែងតែមានផ្នត់គំនិតមួយគឺធ្វើការបណ្ដោះបណ្ដាលពួកគាត់ពេលអញ្ចឹងគ្រប់បុគ្គលិកទាំងអស់ឲ្យតែចូលធ្វើការគឺតែងតែឆ្លងកាត់ initial training ត្រូវអត់គឺ initial training អីគេបើតែអាចចែកម្លេចតិចបានអត់initial training គឺសំដៅទៅលើបណ្ដុះបណ្ដាលពីជីវសាស្ត្រសត្វល្អិតរបស់យើងអញ្ចឹងព្រោះដោយសារយើងជាក្រុមហ៊ុន pest control អញ្ចឹងអ្វីដែលយើងត្រូវដឹងជាចាំបាច់គឺជីវសាស្ត្ររបស់សត្វល្អិតអញ្ចឹងនៅក្នុង training មួយហ្នឹងយើងរៀនទាំងអស់រៀនតាំងពីការរស់នៅរបស់សត្វល្អិតរៀនតាំងពីម្ហូបអាហាររៀនតាំងពីសូម្បីតែការបន្តពូជរបស់សត្វល្អិតយើងរៀនទាំងអស់ហើយអ្វីដែលសំខាន់ទៀតនោះគឺរៀនឲ្យត្រូវប្រឡងទៀតហើយប្រឡងឲ្យជាប់ទៀតអញ្ចឹងណាបើប្រឡងអត់ជាប់ probation ទេណាអត់ជាប់ probation ទេមេគម្រាមហើយហ្នឹងហើយអញ្ចឹងត្រឡប់មកវិញមិនត្រឹមតែ initial training ទេយើងមាន provide តាំងពីគេហៅ soft skill training ដែលយកយើងធ្វើយ៉ាងណាធានាថាបុគ្គលិកយើងនឹងគាត់មានសមត្ថភាពគ្រប់គ្រាន់អាចទៅផ្ដល់សេវាកម្មទៅកាន់អតិថិជនយើងប្រកបទៅដោយគុណភាពហើយនឹងវិជ្ជាជីវៈចា៎អូខេអញ្ចឹងសូមសរុបសេចក្តីមកអ្វីដែលវតីបានចែកម្លែកមិញដើម្បីជ្រើសរើសថាក្រុមហ៊ុននឹងជាក្រុមហ៊ុនល្អដែលយើងអាចចូលធ្វើការងារឬក៏សម្រាប់ចិត្តកសាងអនាគតការងារនៅជាមួយនឹងក្រុមហ៊ុនបានអត់នឹងយើងត្រូវគិតទៅលើ3ចំណុចទី1តើក្រុមហ៊ុននឹងស្របច្បាប់អត់ស្របតាមច្បាប់របស់ក្រសួងការងារអត់ទី2តកតងជាមួយនឹងបរិយាកាសការងារនិងមេដឹកនាំរបស់យើងនឹងថាតើជាកន្លែងដែលមានបរិយាកាសការងារល្អអត់មេល្អអត់និងចុងក្រោយទី3ហ្នឹងគឺនិយាយពីឱកាសនៃការរីកចម្រើនវាសំខាន់ណាស់សម្រាប់យើងធ្វើការនៅនឹង1ឆ្នាំ2ឆ្នាំតើយើងគិតថាយើងនឹងឡើងតំណែងទៅជាអីព្រោះអីយើងត្រូវមានcareer goal របស់យើងច្បាស់លាស់អញ្ចឹងត្រឡប់មកវិញអរគុណវតីសម្រាប់ការចំណាយពេលវេលាចូលរួមក្នុងកម្មវិធីបបងសារនេះសូមផ្ញើទៅកាន់បងប្អូនឬក៏បងអ្នកស្ដាប់ទាំងអស់គ្នាការមើលឃើញពីខាងក្រៅវាគ្រាន់តែជាផ្នែកតូចមួយទេបើអ្នកទាំងអស់គ្នាចង់ដឹងកាន់តែច្បាស់ស៊ីជម្រៅហើយចង់ដឹងពីព័ត៌មានការងាររបស់ក្រុមហ៊ុន Orkin ចូលទៅកាន់ Facebook page របស់ HR ឈ្មោះថាចតុមុខ Service Career ហើយបើសិនបងប្អូនមានចម្ងល់អាចធ្វើការ comment នៅខាងក្រោមវីដេអូបានជម្រាបលាជួបគ្នានៅអេពីសូតក្រោយ